ព័ត៌មានថៃបានចុះផ្សាយអ្វីខ្លះពីកម្ពុជានៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះថ្ងៃនេះខ្ញុំចង់ចែករំលែកព័ត៌មានថ្មីៗខ្លីៗមួយចំនួនអំពីសារព័ត៌មានថៃរាយការណ៍ពីប្រទេសកម្ពុជានៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025កន្លងទៅទាំងនេះសុទ្ធតែជាព័ត៌មានសំខាន់ៗសម្រាប់អ្នកដែលចង់ដឹងពីស្ថានភាពនៅជិតព្រំដែននិងភាពតានតឹងនយោបាយរវាងប្រទេសកម្ពុជានិងប្រទេសថៃប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថារដ្ឋាភិបាលថៃបានដាក់ស្នើសុំឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធមកលើប្រទេសកម្ពុជាឲ្យអនុវត្តទៅតាមកិច្ចព្រមព្រៀងទីក្រុងកាឡាឡាំពួរជាពិសេសទៅលើការបោះសម្អាតមីននិងបញ្ហាទាហានកម្ពុជាដែលត្រូវបានឃុំខ្លួន2ចេញផ្សាយដោយព័ត៌មានបង្កក់ផលរបស់ប្រទេសថៃនិងសារព័ត៌មាន Reuters របស់សហរដ្ឋអាមេរិកដែលផ្សាយក្រុមចំណងជើងថាសារព័ត៌មានថៃផ្ដោតសំខាន់ទៅលើមីនទាំងសារព័ត៌មាន Reuters និងប៉ុស្តិ៍ទូរទស្សន៍ព្រមទាំងគេហទំព័ររបស់ប្រទេសថៃជាច្រើនបាននិយាយអំពីការរាយការណ៍ពីគ្រាប់មីនដ៏គ្រោះថ្នាក់នៅតាមបណ្ដោយព្រំដែនថ្នាក់ដឹកនាំថៃបាននិយាយថាពួកគេចង់ឲ្យការងារបោះសម្អាតមីនលឿនជាងមុនដើម្បីការពារអ្នកភូមិនិងទាហានទី3ចេញផ្សាយនៅរសៀលថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ដោយសារព័ត៌មានជាច្រើនរបស់ប្រទេសថៃអំពីសន្និសីទសារព័ត៌មានរបស់រាជរដ្ឋាភិបាលថៃកងទ័ពថៃបានធ្វើសន្និសីទសារព័ត៌មានដែលមានខ្លឹមសារក្នុងការចោទប្រកាន់កម្ពុជាថាបំពានលើបទឆបាញ់និងផ្សាយព័ត៌មានឃោសនាមិនពិតពួកគេក៏បានអញ្ជើញអ្នកអង្កេតការអន្តរជាតិឲ្យបង្ហាញអំពីភស្តុតាងផ្សេងៗទាក់ទងទៅនឹងសកម្មភាពរបស់ថៃដែលត្រូវបានចោទប្រកាន់ដោយកម្ពុជាផងដែរទី4ព័ត៌មានដែលចេញផ្សាយដោយ Bangkok Post, The Nation និង Khao Sot អំពីការបោះបង្គោលព្រំដែននិងការស្ទង់មតិព័ត៌មានថៃបានរាយការណ៍ថាប្រទេសថៃនិងកម្ពុជាកំពុងតែរៀបចំបង្គោលព្រំដែនបណ្ដោះអាសន្ននិងធ្វើការគូសផែនទីរួមគ្នានេះគឺដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នានិងជៀសវាងការយល់ច្រឡំទី5ចេញផ្សាយដោយសារព័ត៌មាន Bangkok Post របស់ប្រទេសថៃ Reuters របស់សហរដ្ឋអាមេរិកនិង CNN របស់សិង្ហបុរីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទាំងនេះបានលើកឡើងអំពីទាហានកម្ពុជាទាំង18នាក់របាយការណ៍ក៏បាននិយាយផងដែរថាប្រទេសថៃនៅតែបន្តឃុំខ្លួនទាហានកម្ពុជា18នាក់សម្រាប់ការស៊ើបអង្កេតប្រទេសថៃទាមទារឲ្យមានការសុំទោសចំពោះការផ្ទុះមីនដែលធ្វើឲ្យកងទ័ពថៃរងរបួសពីមុនមកទី6ចេញផ្សាយដោយសារព័ត៌មាន Reuters និង AP News ក្រុមចំណងជើងថាអ្នកវិភាគប្រមានអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃពិតជាមានភាពផុយស្រួយណាស់អ្នកជំនាញខាងវិភាគបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាស្ថានភាពនៅតែមានគ្រោះថ្នាក់ពួកគេបាននិយាយថាភាគីទាំងពីរត្រូវអនុវត្តទៅលើកិច្ចព្រមព្រៀងដូចជាបោះសម្អាតមីនដោះដូរទាហាននិងរក្សាទំនាក់ទំនងការទូតឲ្យបើកចំហទាំងនេះជាព័ត៌មានសំខាន់ៗដែលថៃបានរាយការណ៍និងនិយាយអំពីកម្ពុជានៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះសម្រាប់ព័ត៌មានលម្អិតនីមួយៗសូមចូលទៅក្នុង comment ហើយចុចលើ link លោកអ្នកនឹងបានឃើញថាតើព័ត៌មាននីមួយៗនិយាយអំពីអ្វីខ្លះ